សុំនិយាយរឿងបងប្អូនដែលចង់ប្រើ VPN តិចដែលចង់ទិញ VPN ណាបងប្អូនគេប្រើ VPN គេទិញហ្នឹងគឺគេមាន page គេច្រើន page គេហ្នឹងគេសម្រាប់ថាគេរកលុយបែរថាវីដេអូគេផលិតវីដេអូច្រើននៅលើ page អញ្ចឹងគេមាន10 20 page 30 page ហ្មងគេទិញ VPN ហ្នឹងត្រូវហើយបងប្អូនណាចំពោះបងប្អូនមានមួយ page 2 page បងប្អូនមិនប្រើទេប្រើអស់លុយទេប្រើអត់ចំណេញទេខាតទេតម្រុំតម្លាក់បាន tool CM មកបងប្អូនអត់រួចខ្លួនទេបើអត់សោតខ្ញុំណាបងប្អូនលេងច្រើន page ចាប់ពី10 page ហ្នឹងទៅរួចខ្លួនក្នុងការទិញ VPN ណាអញ្ចឹងបងប្អូនកុំយល់ច្រឡំថាបងប្អូនកាន់ account មួយ account ពី account មួយ page ពី page ហ្នឹងបងប្អូនចង់ប្រើ VPN ណាបាច់ប្រើទេបើសិនជាបងប្អូនលេង original ណាបើ page ពី page ហ្នឹងបងប្អូនសាំទៅបងប្អូនបាច់ទិញ VPN អស់លុយទេអាហ្នឹងជាកំណត់ខ្ញុំណាដោយសារខ្ញុំធ្លាប់មានបទពិសោធន៍ទាក់ទងនឹងហ្នឹងណាអញ្ចឹងបងប្អូនអត់អីទេបងប្អូនអាចសួរខ្ញុំបានទាក់ទងជាមួយនឹងការទិញ VPN ឬក៏ប្រើប្រាស់ VPN ប្រើ account admin បរទេសឬក៏មិនខ្ញុំអាចឆ្លើយបានឆ្លើយតែខ្ញុំសូមប្រាប់បងប្អូនថាសប្តាហ៍ថ្ងៃខ្ញុំនៅលើ account Facebook ខ្ញុំហ្នឹងឬក៏នៅលើ page ខ្ញុំហ្នឹងគឺអត់ប្រើ VPN ទេ admin ខ្មែរសុទ្ធផុសលើ admin ខ្មែរសុទ្ធបើសិនជាដាច់ប្រទេសបើខ្ញុំគិតទៀតបើថាអត់ដាច់ទេខ្ញុំអត់គិតទេខ្ញុំផុសសិនបងប្អូនណាគឺខ្ញុំអត់តន់ចំណាយទៅលើ page ហ្នឹងទេព្រោះ page ហ្នឹងគឺខ្ញុំផុសរកលុយផងនិងខ្ញុំលក់ម៉ៃខ្ញុំផងបងប្អូនជួយគ្រប់គ្រងខ្ញុំផងទៅដោយសារម៉ៃនេះខ្ញុំគិតថាបងប្អូនយកទៅប្រើប្រាស់ទៅវាអត់ខាតទេព្រោះដោយសារខ្ញុំជួយ support បងប្អូនគ្រប់ផ្លូវដែរមានទាំងពីឆាតផងមានទាំងពីក្រុមផងគឺខ្ញុំព្យាយាម support បងប្អូនមែនទែនដើម្បីឲ្យបងប្អូនយល់ដឹងឲ្យបងប្អូនជួយទិញម៉ៃរបស់ខ្ញុំបងប្អូនគឺតម្លៃធូរថ្លៃទេបងប្អូនអរគុណរឿងមួយទៀតដែលបងប្អូនឃើញខ្ញុំអាសាប្រាប់បងប្អូនថាឲ្យផលិតវីដេអូច្រើនផុសហ្នឹងបងប្អូនណាដោយសារតែអីដោយសារថាជេបងប្អូនដែលឃើញ creator ធំឯងដែលឃើញ page គេធំដែលគេទុក page គេចោលឯងក្នុងមួយថ្ងៃអត់ណាក៏គេផុសវីដេអូបានមួយដែរគេព្យាយាមផលិតវីដេអូប្លែក content ផ្សេងគ្នាអា content ផ្សេងអា content បែបដូចថាគេ import ឲ្យសាំវាជាកលឹះមួយដែលគេរក្សាគុណភាព page របស់គេរក្សា viewer របស់គេរក្សា follower របស់គេបងប្អូនណារក្សា viewer របស់គេបងប្អូនអញ្ចឹងគេអត់ផុសអីសាំដែរគេរក្សាគុណភាព page មកថាតម្រុំតែគេផលិតវីដេអូមួយបានផុសឲ្យបងប្អូនមើលគេចាប់ចាំមែនទែន creator ធំដូចជាផ្សេង page ដែលគេ content original ធំណាបងប្អូនគេមិនមែនគេចេះផុសទៅពីទៅណាតម្រុំតែគេបានផុសណាគេមើលវីដេអូគេនឹង 4-5 ដងកន្លែងណាតោះមិនតោះចិត្តឬមិនតោះអីបាត់ទៅគេផុសឲ្យបងប្អូនមើលគឺចង់និយាយថាគេប្រិតមែនទែនប្រិតក្នុងការផលិតវីដេអូបងប្អូនអញ្ចឹងហើយបងប្អូនបើអាចយកគំរូតាមបង creator ធំក៏ល្អដែរបើសិនជាតែគាត់ថាជំហានទី1យើងមិនសូវចេះអញ្ចឹងយើងប្រកាសជាធ្វើងាយបានទេតែយើងទីជាធ្វើបងប្អូនពេលវេលាជាអ្នកបរិយាមនុស្សទេបងប្អូនពេលវេលាជាអ្នកបង្រៀនមនុស្សឲ្យធ្វើទេបងប្អូនធ្វើយូរទៅបងប្អូនកាន់តែចេះទៅគ្រឹះកាន់តែមានគ្រឹះទៅបងប្អូនចេះឯងបងប្អូនណាគាត់ថាយើងត្រូវការអ្នក support ទីទួយដើម្បីរកផ្លូវចេញដើម្បីបង្ហាញទិសដៅអញ្ចឹងណាតែសំខាន់នៅលើខ្លួនយើងដែលយើងខំប្រឹងធ្វើទេការដែលយើងខិតខំប្រឹងធ្វើហ្នឹងគឺជាបទពិសោធន៍មួយគឺជាកលឹះមួយដែលយើងបកកែទៅចេះទៅបងប្អូនណាចុះខ្ញុំគ្មានអីទេក្រៅពីជូនពរបងប្អូនទទួលបានមុខងាររកលុយទាំងអស់គ្នាអរគុណច្រើនបងប្អូន